ចាបងប្អូនឆ្ងល់ថាមិនបានហ្វូមអាតូមីនាងខ្ញុំថតវីដេអូមានពពុះច្រើនរីឯបងប្អូនយកទៅប្រើប្រាស់ផ្ទាល់មិនមានពពុះច្រើនដូចនាងខ្ញុំអញ្ចឹងបងប្អូនណានៅពេលដែលដៃបងប្អូនមានក្អែលមានខ្លាញ់ច្រើនអញ្ចឹងគឺបងប្អូនយកហ្វូមទៅម៉ាស្សាអញ្ចឹងទៅគឺវាកាត់ទៅលើក្អែលហើយនឹងខ្លាញ់របស់ដៃបងប្អូនអស់គឺអស់ហើយអញ្ចឹងគឺបងប្អូនអាចលាងសម្អាតចោលម្សាទៅអញ្ចឹងគឺបងប្អូនយកហ្វូមយើងសាច់ហ្វូមយើងទៅលាយជាមួយទឹកម្សាទៀតហើយយើងកូរទៅយើងយកដៃយើងកូរម៉ាស្សាវីបែបហ្នឹងទៅដើម្បីឲ្យឡើងពពុះអញ្ចឹងបងប្អូនអញ្ចឹងគឺឡើងពពុះហើយនៅពេលដែលដៃយើងស្អាតមិនមានគីមីមិនមានក្អែលខ្លាញ់យើងក្អែលខ្លាញ់អីអញ្ចឹងគឺវាងាយក្នុងការឡើងពពុះហើយមួយវិញទៀតដើម្បីឲ្យងាយក្នុងការឡើងពពុះបានលឿនបងប្អូនអាចដុសខ្លួនមុនក៏បានដែរនៅពេលដែលបងប្អូនលាងសម្អាតខ្លួនមុនគឺដៃបងប្អូនគឺប្រើសាប៊ូហើយត្រូវសាប៊ូហើយត្រូវទេបងប្អូនដាក់សាប៊ូដើម្បីលាងសម្អាតខ្លួនទៅហើយបងប្អូននឹងដៃស្អាតម្សាបន្ទាប់មកគឺបងប្អូនលាងសម្អាតមុខតាមក្រោយបងប្អូនគ្រាន់តែដាក់ហ្វូមបន្តិចហើយលាយមួយទឹកបន្តិចទៅលាយជាមួយទឹកបន្តិចទៅបងប្អូនញីទៅវាឡើងពពុះច្រើនពេលឡើងពពុះច្រើនគឺបងប្អូនយកអាពពុះច្រើនណាយកមកម៉ាស្សានៅលើមុខរបស់បងប្អូនចាហើយបន្ទាប់មកគឺបងប្អូននឹងឃើញស្បែកបងប្អូនមានសភាពសភ្លឺថ្លាភ្លាមតែម្ដងចាផលិតផលយើងនៅពេលដែលយើងប្រើប្រាស់បានត្រឹមត្រូវគឺទទួលបានគុណភាពលឿនតែបើសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវទេយើងកម្រនឹងឃើញគុណភាពចាហើយនឹង